មពលកម្ដៅសរុបនៅក្នុងបំលែងបិទហ្នឹងមានតម្លៃស្មើទៅនឹងប្រមាណបានបរិសុទ្ធមួយត្រូវបានឆ្លងកាត់នៃវដ្តដំណើរដោយបង្ហាញនៅក្នុងរូបបានន័យថាវាដំណើរការនៅក្នុងវដ្តហ្នឹងដូចបង្ហាញនៅក្នុងរូបណាអញ្ចឹងគេចង់សួរថានៅក្នុងសំណួរកយើងហ្នឹងតើធមពលកម្ដៅសរុបនៅក្នុងបំលែងបិទហ្នឹងមានតម្លៃស្មើទៅនឹងប្រមាណណាហើយខប្រសិនបើឧស្ម័នប្រព្រឹត្តទៅនៅក្នុងវដ្តបញ្ច្រាសវិញណាតើកម្ដៅសរុបវាមានតម្លៃស្មើទៅនឹងប៉ុន្មានដដែលតើអត់អូនអញ្ចឹងបានន័យថាក្នុងលំហាត់នេះឧទាហរណ៍ក្នុងដំណើរការដំបូងវាចេញពីភាព A ទៅ B ចេញពី B ទៅ C ចេញពី C មក A មកវត្តអញ្ចឹងនៅពេលហ្នឹងគេចង់ដឹងថាតើកម្ដៅដែលប្រព័ន្ធបានធ្វើនេះមានតម្លៃស្មើទៅនឹងប្រមាណបន្ទាប់មកក្នុងសំណួរខបើវាដើរបញ្ច្រាសវិញណាវាដើរចេញពីអីគេពីណាពី A ទៅ C ពី C ទៅ B និងពី B ទៅណាពី B ទៅ A វិញតើអត់ចឹងគេចង់ដឹងថាតើកម្ដៅវាស្មើទៅនឹងប៉ុន្មានណាកម្ដៅវាស្មើទៅនឹងប៉ុន្មានតោះចឹងលោកគ្រូដាក់ថាកប្រើតាមណាអូននេះយើងអូខេបាទចឹងគណនាធម៌ពលបាទចឹងតាមច្បាប់ទី1ទាំងមូលនេះទៅវិញណោះនេះយើងដាក់ជូតខ្មៅវិញណាបាទចឹងតាមQ ស្មើជាមួយនឹង delta U បូកឲ្យ double W តើនេះអូនតើអត់តើលោកគ្រូចឹងអូនមើលកំណយើងនៅពេលហ្នឹងមានប្រមាណនៅពេលដែលប្រព័ន្ធចាប់ដើមប្រែប្រួលភាពពី A ទៅ B វាកើតកំណមួយកំណនេះគេកំណ A AB វាប្រែប្រួលភាពពី B ទៅ A កើតកំណមួយទៀតគឺកំណ B BC ណាពី B ទៅ C កើតកំណមួយទៀតហើយចុងក្រោយពី C មកដល់ A កើតកំណមួយទៀតដែរគឺកំណ C អីគេ CA អញ្ចឹងប្រសិនបើវាដំណើរការបានប្រជុំបែបហ្នឹងបានប្រវត្តិបែបហ្នឹងមានន័យថាធម៌ពលក្នុងវាស្មើអីស្មើទៅនឹង0បាទអញ្ចឹងខ្ញុំដាក់ថាបាទ delta U ស្មើជាមួយនឹង0បាទលំនាំបិទណាលំនាំបិទតនេះហើយតាកតងជាមួយនឹង W បាទ W របស់យើងគឺស្មើជាមួយអី W ពី A ទៅ B បូកឲ្យ W ពី B ទៅ C ហើយបូកឲ្យ W ពីអីពី C ទៅ A យល់អត់យល់អូនបាទនោះ Q ស្មើ Q ស្មើឲ្យ double បាទបវេបាទអញ្ចឹងអូនដាក់ថាកន្លង A ទៅអី A ទៅ B ត្រូវអត់អូនសម្ពាធប្រែប្រួលបាទសម្ពាធប្រែប្រួលស្មើណាសម្ពាធប្រែប្រួលអីគេប្រែប្រួលស្មើត្រូវអត់អូនត្រូវឯងនេះយើងត្រូវគ្រូបាទបើសម្ពាធប្រែប្រួលស្មើបានន័យថា Q បាទបានន័យថា W របស់យើងទៅពេលហ្នឹងគឺវាស្មើជាមួយនឹងបាទ P1 បូកជាមួយនឹង P2 នៅលើអីនៅលើ2ត្រូវអត់អូនកតាអីគេកតាឲ្យ VB ដក VB ដក VA យល់ហើយនឹងអត់យល់លោកគ្រូយើងតាំងចេះក៏បានដែរអូនតាំងចេះក៏បានដែរបាទឥឡូវនេះគឺ P អីគេ PA ស្មើជាមួយនឹង P អីស្មើជាមួយនឹង PC ហើយអានេះ PB តើអត់អានេះ VA អានេះ V អីគេបើ VA ស្មើ VB ស្មើ VC ណាយល់ឡើងនឹងអត់បើតឡើងនឹងអត់តអត់យល់គ្រូបាទបិទវងកញ្ចក់ណាខ្ញុំបិទវងកញ្ចក់អូខេអញ្ចឹងអូនមើលទៀតខ្ញុំ
ពួកយើង screenshot រូបនឹងមួយមកដើម្បីឆ្លើយជាមួយខ្ញុំបន្តិចណាពួកខ្ញុំមើលឃើញឯណាអូខេថតហើយនៅតោះអូនមើលទីមកដោយអីគេ PA ស្មើប៉ុន្មានអូន ไป 2 គី อา ឡូ ស្មើ2លោកគ្រូ 2 atm ណោះវាស្មើនឹង2គុណ អត់ ជាមួយ ទេ នឹង គ្រូ 10 ទៅ2 Pascal ហ្មងហ៎ 2 គីឡូប៉ាស្កាល់ 2 គីឡូ Pascal ទៀត គីឡូប៉ាស្កាល់លោកគ្រូ ខ្ញុំធំមកសម្ពាធនេះបាទគីឡូ Pascal ណាវាស្មើជាមួយនឹង2គុណនឹង10សេគុណ3បាទ Pascal PB ស្មើប៉ុន្មាន PB ស្មើប៉ុន្មានមក ស្មើ នេះ 8ប៉ាស្កាល់លោកគ្រូ 8 គីឡូ Pascal ណាវាស្មើជាមួយនឹង8គុណនឹង10សេគុណ3 Pascal អូខេVB ស្មើប៉ុន្មាន ស្មើ 1 10 ម៉ែ ម៉ែ ត្រ ត្រ ម៉ែត្រទី ប៉ុន្មានអូនប៉ុន្មាន អត់10ម៉ែត្រគូបលោកគ្រូ បាទ10ម៉ែត្រគូបហើយ VA ស្មើប៉ុន្មាន ស្មើ6ម៉ែត្រគូប 6ម៉ែត្រគូបបាទអញ្ចឹងអូខេនាំឲ្យអញ្ចឹងមកនាំឲ្យ W នេះតាំង AB ចឹងណាបាទ WAB យើងនេះគឺស្មើជាមួយនឹងបាទ2បូកជាមួយនឹងអីបូកជាមួយនឹង8គុណជាមួយនឹង10ស្វ័យគុណ3នៅលើអីនៅលើ2កតាឲ្យបាទ10ដក6បាទអូនទូទាត់មកឃើញប៉ុន្មានទៅ 20 គីឡូប៉ាស្កាល់គ្រូ 20ណា20គុណនឹង10សេគុណ3ត្រូវឯងគ្នាយើងឃើញអញ្ចឹងទាំងអស់គ្នាហ៎ឃើញលោកគ្រូ Joule បាទណាចេះនេះ WAB តោះទៀតអូខេអឺគន្លងពី B ទៅ C បាទមៀតថេឃើញមៀតថេអត់នេះយើងមៀតថេនោះយ៉ាងមិនដែរបើមៀតថេនោះ W អីគេ WBC ស្មើអីស្មើទៅនឹង0យល់អត់បាទអូខេអញ្ចឹងទៀតអូនមើលទៅលើកន្លងអីមួយទៀតកន្លងពីអីគេ C ទៅ A C ទៅ A មានអីគេសម្ពាធយ៉ាងមិនដែរ ពេទ្យឆ្លៃលោក ហេបើសម្ពាធថេ W នៅពេលហ្នឹងយ៉ាងមិនដែរ W CA ស្មើជាមួយនឹង P ហ្នឹង PA កតាអយ VA ដក VC ខ្ញុំសេអញ្ចឹងអូនយល់អត់ខ្ញុំសេ VA ដក VC អូនតន់ទេ តលោកគ្រូ បាទអញ្ចឹងលោកគ្រូសូមដាក់យកតែម្ដងទៅបាទនោះ W អីគេបាទ CA ខ្ញុំមកដាក់ដោយទៀតទេមើលនៅរូបបាទអូនមើលមូលហេតុអីបានជា C ដក A បានជា A ដក C ដោយសារតែទីតាំងដើមយើងគឺទីតាំង C ហើយទីតាំងស្រេចរបស់យើងគឺទីតាំង A ណាអញ្ចឹងហើយទើបយើងយក A ដក C វិញបាទអញ្ចឹងវាទៅជា2បាទគុណនឹង10សេគុណ3កតាអយ6ដកប៉ុន្មាន6ដក10បាទស្មើប៉ុន្មានអូនដក8 ដក8គុណនឹង10សេគុណ3 Joule បាទអញ្ចឹងយើងបានណាយើងនិយាយថាយើងបានតិចណាបាទយើងបាន W ស្មើជាមួយនឹងប៉ុន្មានអានោះប៉ុន្មាននោះ20គុណ10សេគុណ3បូក0បាទ20បូកជាមួយនឹង0បូកជាមួយនឹងបាទដក8ហើយទាំងអស់ហ្នឹងគឺគុណនឹង10សេគុណ3បាទអូនទូទាត់មកយក20ដក8សល់ប៉ុន្មានទាំងអស់បាន12000 Joule 12000 Joule អញ្ចឹងដូចនេះW របស់យើងស្មើជាមួយនឹងគុយហើយស្មើជាមួយនឹង12គីឡូ Joule ណាខ្ញុំសេចក្ដីតអត់អូន
Vâng rồi. ok មកអូខេត្រង់ចំណុចនេះមានបងអូនណាដែលមានចម្ងល់អត់មានបងអូនណាដែលមានចម្ងល់ទេមានទេបើ អត់ទេលោកគ្រូ បាទអញ្ចឹងសំណួរខខ្ញុំដាក់ថាប្រសិនបើឧស្ម័នប្រព្រឹត្តទៅក្នុងបញ្ច្រាស់ក្នុងវត្តបញ្ច្រាស់វិញបាទខ្ញុំដាក់ថាបើឧស្ម័នប្រព្រឹត្តបាទប្រព្រឹត្តក្នុងវត្តបាទវត្តមិនមែនវត្តលោកទេណាគ្នាយើងបាទក្នុងវត្តបាទបញ្ច្រាស់វិញបាទបញ្ច្រាស់នោះបាទបញ្ច្រាស់នោះគឺគេចង់សំដៅថាចេញពី A ទៅ C ចេញពី C ទៅ B និងចេញពី B ទៅ A វិញយើងឃើញថាបញ្ច្រាស់អត់បាទបាទនោះមានន័យថានោះកម្ដៅសរុបរបស់វាកម្ដៅសរុបបាទគឺ Q នេះ Q នឹងស្មើជាមួយនឹងដក12គីឡូហ្យូលវិញតោះកន្លែងហ្នឹងអត់អូនអឺប្រសិនបើបងអូនដើរបញ្ច្រាស់វិញណាពេលដែលអូនដើរអូនសាកគណនាទៅអូនកណនាដំបូងកណនាកំមន់ដូចគ្នាណាកំមន់ពី A ទៅ B កំមន់ពី B ទៅ C និងកំមន់ពី C មក A អញ្ចឹងពេលដែលអូនរកទៅគឺកំមន់វាចេញដក12គីឡូហ្យូលតោះនេះបើតោះណាតលោកគ្រូ បាទអញ្ចឹងហើយអូនមិនបាច់រកក៏បានដែរណាអូនគ្រាន់តែបញ្ជាក់ប្រាប់ដោយលោកគ្រូសរសេរហ្នឹងទៅបានហើយរំតែវែងឆ្ងាយណាបើយើងរកក៏ក្នុងតែឃើញអញ្ចឹងដែរណាបើបងអូនអត់ជឿលោកគ្រូអូនអាចគណនាបានណាអាចគណនាសាកគណនាបានមកឥឡូវនេះមានបងអូនណាដែលមានជាចម្ងល់អត់